សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅចាគឺថាមកចម្លែកមាត់ទៀតហើយថ្ងៃនេះគឺកូនពៅមកឆាបាយម្រះព្រៅអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានស្លឹកម្រះព្រៅបាយសខ្ទឹមសចិញ្ច្រាំជាមួយនឹងម្ទេសពងទាដែលចៀនហើយហាន់ជាចំណិតតូចៗស្ករប៊ីចេងអំបិលម្សៅស៊ុបទឹកប្រេងខ្យងម្រេចនិងប្រេងឆាហើយក៏មានជាមួយនឹងការ៉ុតសណ្តែកគួរសាច់ជ្រូកចិញ្ច្រាំសាច់ក្រកផងដែរអញ្ចឹងឥឡូវនេះគឺថាខ្ទះរបស់យើងបានក្តៅហើយអញ្ចឹងកូនពៅចាក់ប្រេងឆាចូលបន្ទាប់មកទៀតគឺដាក់ខ្ទឹមសចិញ្ច្រាំជាមួយនឹងម្ទេសចូលហើយយើងធ្វើការកូរត្រឡប់វាដើម្បីឲ្យខ្ទឹមរបស់យើងក្រៀមនិងឈ្ងុយល្អអញ្ចឹងឥឡូវនេះគឺថាខ្ទឹមរបស់យើងបានក្រៀមហើយអញ្ចឹងកូនពៅចាក់សាច់ជ្រូកដែលចិញ្ច្រាំចូលអញ្ចឹងយើងធ្វើការកូរវាដើម្បីឲ្យសាច់ជ្រូករបស់យើងចូលគ្រឿងជាមួយនឹងខ្ទឹមសរបស់យើងបន្ថែមទៀតអញ្ចឹងនៅពេលដែលយើងធ្វើការកូរវាហើយគឺកូនពៅដាក់សាច់ក្រកចូលអញ្ចឹងសាច់ក្រកនេះដែរគឺយើងកូរឆាវាឲ្យចូលគ្រឿងដូចគ្នាបន្ទាប់មកទៀតគឺកូនពៅចាក់ការ៉ុតចូលនៅពេលដែលយើងចាក់ការ៉ុតចូលហើយគឺកូនពៅចាប់ផ្ដើមធ្វើការកូរត្រឡប់វាឲ្យចូលគ្រឿងដូចគ្នានៅពេលដែលយើងឆាការ៉ុតរួចរាល់អស់ហើយគឺយើងដាក់សណ្តែកគួរចូលបន្ថែមទៀតសណ្តែកគួរនេះផងដែរគឺយើងធ្វើដូចលើកមុនដែរគឺយើងកូរដូចគ្នាណាពុកម៉ែបងប្អូនអញ្ចឹងយើងផ្សំគ្រឿងចូលទៅគឺកូនពៅដាក់ស្ករសចំនួន1ស្លាបព្រាបាយអំបិល1ចុងស្លាបព្រាបាយម្សៅស៊ុបចាគឺចំនួន1ចុងស្លាបព្រាបាយដូចគ្នារីឯទឹកប្រេងខ្យងវិញគឺកូនពៅដាក់ចូលចំនួន2ស្លាបព្រាបាយផងដែរអញ្ចឹងយើងធ្វើការកូរគ្រឿងផ្សំរបស់យើងឲ្យចូលជាតិគ្នាទាំងអស់ណាពុកម៉ែបងប្អូនហើយជាចុងក្រោយកុំភ្លេចជាមួយនឹងប៊ីចេងកន្លះស្លាបព្រាបាយផងដែរអញ្ចឹងយើងចាប់ដើមកូរវាឲ្យចូលគ្រឿងបន្ថែមទៀតទៅណាពុកម៉ែបងប្អូនបន្ទាប់មកទៀតនោះគឺយើងចាក់បាយសរបស់យើងចូលអញ្ចឹងនៅពេលដែលយើងចាក់រួចរាល់អស់ហើយគឺយើងចាប់ដើមឆាវាកូរវាឲ្យចូលគ្រឿងគ្នាបន្ថែមទៀតចឹងយើងចាប់ដើមកូរឆាត្រឡប់វាមកណាពុកម៉ែបងប្អូនដើម្បីឲ្យគឺថាចូលគ្រឿងចូលជាតិគ្នាបានល្អឃើញទេពុកម៉ែបងប្អូនចាប់ដើមតំណងបន្តិចហើយអញ្ចឹងយើងក៏បន្ថែមជាមួយនឹងម្រេចផងដែរដើម្បីបង្កើនរសជាតិរបស់យើងឲ្យកាន់តែឆ្ងាញ់មួយកម្រិតទៀតបើពុកម៉ែបងប្អូនចាគឺថាចង់ដាក់ច្រើនក៏តាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនទៅណាអញ្ចឹងគឺថាបាយឆានេះផងដែរយើងត្រូវការកូរវាច្រើនដើម្បីឲ្យវាចូលសព្វគ្រឿងគ្នាល្អអញ្ចឹងឥឡូវនេះគឺកូនពៅចាប់ដើមចាក់ពងទាចូលអញ្ចឹងយើងធ្វើដោយលើកមុនដែរណាពុកម៉ែបងប្អូនគឺថាកូរឆាត្រឡប់វាចុះឡើងដើម្បីឲ្យវាចូលសព្វគ្នាល្អជាចុងក្រោយផងដែរគឺកូនពៅដាក់ស្លឹកម្រះព្រៅចូលអញ្ចឹងស្លឹកម្រះព្រៅនេះគឺថាស្រស់ល្អមែនតើអញ្ចឹងយើងកូរវាឆាវាឲ្យស្លឹកម្រះព្រៅរបស់យើងគឺថាឲ្យវារាងសពងជាងនឹងឲ្យវាជះក្លិនឈ្ងុយជាងនឹងអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះគឺថាវាបានសពងបានជះក្លិនឈ្ងុយរួចរាល់អស់ហើយគឺរួចជាការស្រេចឃើញទេពុកម៉ែបងប្អូនតំណងទេក៏សូមអរគុណពុកម៉ែបងប្អូនផងដែរដែលបានតាមដានទស្សនាវីដេអូរបស់កូនពៅសូមពុកម៉ែបងប្អូនធ្វើការចុច like Subscribe ផងណាសូមអរគុណ